cái nào có bốc tét chung trong trong sân khang khum khang slide khum hay cái sách sọc sam kim mình cháy khai cũng sôi bằng con này không thành chặt tẹt một đi tới đây ngày này ngày thì một thấy hai của mỗi trang đi một thấy làm chẳng ngày này còn mà một cô tẹt chúng tôi dừng chọn rồi kia rồi ai sống chắc trong chắc đây chỉ những tẹt thay ra tẹt nàyជួយទៅតាមទៅសាអូនឲ្យសុខសប្បាយរស់ស៊ីតែមានចេះតែបានណាជំរាបសួរពុកម៉ែបងប្អូនអរគ្នានៅក្នុងបណ្ដាញសង្គមថ្ងៃនេះខ្ញុំបាទមកគោផ្ទះជូនបងស្រីអតិជូនមួយកន្លែងទៀតពុកម៉ែបងប្អូនហើយយើងបញ្ចប់ 100% ហើយថ្ងៃនេះយើងមកបកគោផ្ទះជូនគាត់ទាំងល្ងាចបងប្អូនដោយសារបងចាស់ផ្ទះគាត់ជាប់រវល់ធ្វើការដែរអញ្ចឹងគាត់មានពេលល្ងាចពុកម៉ែបងប្អូនស្អាតណាស់ពុកម៉ែបងប្អូនផ្ទះនេះជាផ្ទះខ្នាតធំណាពុកម៉ែបងប្អូនដល់ផ្ទះនេះយើងមានទំហំ7 គុណនឹង 18 ម៉ែត្រពុកម៉ែបងប្អូនហើយយើងប្រើប្រាស់ទ្វារឈើមួយទ្វារស្អាតណាស់ពុកម៉ែបងប្អូនទ្វារឈើយើងមានប៉ាណូពីមុខហើយកញ្ចក់យើងដាក់កញ្ចក់រ៉ៃស៊ីនជូនគាត់ណាពុកម៉ែបងប្អូនស្អាតណាស់ផ្ទះនេះយើងមាន3បន្ទប់គេង2បន្ទប់ទឹកហើយនឹងកន្លែងទទួលភ្ញៀវមួយដ៏ធំផងដែរពុកម៉ែបងប្អូនណាតោះឥឡូវខ្ញុំបាទនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលផ្ទៃខាងក្រៅពុកម៉ែបងប្អូនវែងមែនតើជំរាបប្រាប់ពុកម៉ែបងប្អូនថាផ្ទះនេះខ្ញុំចាក់ផ្សាបជុំវិញជូនគាត់1 ម៉ែត្រ1 ម៉ែត្រជុំវិញពុកម៉ែបងប្អូនហើយខ្ញុំប្រាប់តម្លៃផ្ទះនេះគឺតម្លៃតែ 20000 ជាងណាពុកម៉ែបងប្អូនតម្លៃកាន់សោចូលនៅយើងនិយាយទៅយើងបានប៉ុណ្ណឹងពុកម៉ែបងប្អូនដោយក្នុងវីដេអូដែលខ្ញុំប្រាប់ពុកម៉ែបងប្អូនអញ្ចឹងផ្ដល់ជូននៅទ្វារឈើ3បន្ទប់នោះគឺទ្វារឈើទាំងអស់ហើយពីមុខយើងទ្វារប៉ាណូក្នុងបន្ទប់ទឹកក៏ទ្វារឈើដែរពុកម៉ែបងប្អូនហើយយើងដាក់អំពូលជុំវិញផ្ទះជូនគាត់មកស្អាតពុកម៉ែបងប្អូនតម្លៃតែ 20000 ជាងពុកម៉ែបងប្អូនណាពុកម៉ែបងប្អូនចង់ដឹងតម្លៃលម្អិតអាចឆាតចូល Page ឬក៏តាក់ទងតាមលេខបានអរគុណច្រើនតោះនាំអារម្មណ៍ពុកម៉ែបងប្អូនចូលមើលនៅខាងក្នុងតើស្អាតដល់កម្រិតណាស្អាតណាស់ពុកម៉ែបងប្អូនទលាយស្អាតមែនទែនហើយសម្រាប់បណ្ដានពុកម៉ែបងប្អូនមើលបណ្ដានយើងបណ្ដានម៉ូត2ជាន់ណា3ជាន់ណាបណ្ដាននេះស្អាតហើយពូលយើងដាក់គាត់ស្អាតហើយផ្ទះនេះយើងបិទនៅរោងជាង1.30 ម៉ែត្រពុកម៉ែបងប្អូន1.30 ម៉ែត្រតាំងពីក្នុងបន្ទប់តាំងកន្លែងទទួលភ្ញៀវគឺ1.30 ម៉ែត្រស្មើទាំងអស់ទលាយដោយសារក្បាលធំពុកម៉ែបងប្អូនយើងរៀបអត់20ដល់ពេលយើងក្បាលធំអញ្ចឹងយើងបើកមកល្វែងមកស្អាតធំមែនទែនទលាយស្រឡះពុកម៉ែបងប្អូននេះជាបន្ទប់មេគ្រួសារបន្ទប់មេគ្រួសារពុកម៉ែបងប្អូនណាបន្ទប់មេគ្រួសារនេះយើងមានបន្ទប់ទឹកនៅក្នុងនោះមួយផងដែរពុកម៉ែបងប្អូនណាបណ្ដាននេះយើងលេងបណ្ដានម៉ូតខាងក្នុងក្រៅគឺយើងលេងម៉ូតដូចគ្នាពុកម៉ែបងប្អូនហើយទ្វារយើងប្រើទ្វារឈើទាំងអស់សម្បីតែបន្ទប់ទឹកក៏យើងប្រើប្រាស់ទ្វារឈើដែរហើយក្នុងបន្ទប់ទឹកយើងបិទការ៉ូគឺយើងបិទដល់លើពុកម៉ែបងប្អូនបិទដល់លើហើយនៅខាងក្នុងនេះដែរគឺយើងផ្ដល់ជូនគាត់នៅចានបន្ទប់ទឹកឡាបូលូកមុខហើយនឹងម៉ាស៊ីនទឹកក្តៅមួយដែរដង្ហាលបឺតអញ្ចឹងយើងផ្ដល់ជូនទៅក្នុងបន្ទប់ទឹកពុកម៉ែបងប្អូនទលាយពុកម៉ែបងប្អូនផ្ទះនេះបន្ទប់គេងទី1ពុកម៉ែបងប្អូនហើយខាងនេះចំណែកខាងនេះបន្ទប់គេងទី2បន្ទប់គេងទី2នៅខាងនេះពុកម៉ែបងប្អូនស្អាតណាស់ពុកម៉ែបងប្អូនដោយសារផ្ទះនេះយើងទំហំធំពុកម៉ែបងប្អូនបដ ដល់ 18 ម៉ែត្រទៅដល់7 ម៉ែត្រអញ្ចឹងបន្ទប់នីមួយៗយើងធ្វើបានធំល្អស្អាតណាស់ពុកម៉ែបងប្អូនហើយបណ្ដានបន្ទប់ទាំង3ទាំងកន្លែងទទួលភ្ញៀវគឺបណ្ដានម៉ូតតែមួយទាំងអស់ពុកម៉ែបងប្អូនហើយទ្វារសម្រាប់ទ្វារនេះសុទ្ធតែទ្វារសក្រំបងឈើសក្រំស្អាតណាស់ហើយឈើស្ងួតល្អពុកម៉ែបងប្អូនអត់ស្រក់ទេតែយើងសុទ្ធតែកំងទ្វារកំងទុកមុនអានេះបន្ទប់គេងទី2ពុកម៉ែបងប្អូនអត់ចេញមកទៀតទាំងហើយខ្ញុំដាក់ជូនគាត់មិនទេទលាយបងប្អូនហើយនេះទុកគេងទី3ទុកគេងទី1ទី2ទី3គឺដូចគ្នាទាំងអស់យើងមានមើលទៅសភាពទលាយស្អាតណាស់បងប្អូនក្នុងនោះយើងដាក់នៅខ្សែម៉ាស៊ីនត្រជាក់ទុកឲ្យគាត់សម្រាប់គាត់ចង់ដាក់ម៉ាស៊ីនត្រជាក់ដាក់អីគឺយើងដាក់ទុកឲ្យគាត់ត្រៀមមកហើយបងប្អូនតាមណាបងប្អូនមានចំណាប់អារម្មណ៍អីអាចតាក់ទងមកបានវងស្អាតបងប្អូនវងចាស់ផ្ទះញឹមចាផ្ទះញឹមហើយខាងផ្នែកខាងក្រោយជាផ្នែកផ្ទះបាយបងប្អូនណានេះផ្ទះបាយកន្លែងលាងចានណាបោលាងចានផ្ទះបាយយើងធ្វើមកកាច់ជ្រុងអញ្ចឹងហើយផ្នែកមកខាងនេះមួយទៀតបងប្អូនណាងាកមកខាងនេះគឺយើងមានបន្ទប់ទឹកនៅចន្លោះផ្ទះបាយបន្ទប់ទឹកក្នុងបន្ទប់គេនិងបន្ទប់ទឹកនេះគឺដូចគ្នាបងប្អូនយើងមានដល់ជូនក្រោបាតក្រោចែងផ្ដត់បាត់ដល់លើមានដង្ហើមគុណចុចទឹកព្រីម៉ាស៊ីនទឹកក្តៅឡាបូលូកមុខម៉ាសាជូនគាត់អញ្ចឹងអានេះដល់ជូនហ្នឹងគឺយើងទៅចែកតម្លៃតាំងពីមុនមកដែរទេបានយើងដល់ជូនយើងថែមផលនៅក្នុងហ្នឹងបងប្អូនណារួចរាល់អស់ហើយយើងសម្រេចនៅក្នុងថ្ងៃនេះផងដែរ
អញ្ចឹងចំពោះពុកម៉ែបងប្អូនណាដែលមានតម្រូវការចង់សាងសង់ផ្ទះមកដាច់កាន់សល់ចូលនៅពុកម៉ែបងប្អូនអាចតាក់ទងមកខ្ញុំបាទបានជាងទិញមកការសាងសង់តាមរយៈលេខទូរស័ព្ទដែលខ្ញុំដាក់នៅក្នុងវីដេអូឬក៏តាម Phây ពុកម៉ែបងប្អូនណាអរគុណច្រើនបាយបាយជួបគ្នាវីដេអូក្រោយ